ពេលយើងក្រជាងគេសំដីយើងទោះល្អយ៉ាងណាក៏បានត្រឹមតែទ្រឹស្ដីដែរយើងនិយាយណែនាំគេតិចតួចគេថាយើងអាចចេះដឹងបានតែទ្រឹស្ដីពេលយើងអត់និយាយអីសោះគេថាគ្មានកំណត់អញ្ចឹងបានជាវាក្រសំដីរៀងងើបបន្តិចគេថាក្រតែសំដីកប់ពពកពេលយើងក្រជាងគេនៅក្នុងវងផឹកស៊ីដូចជាគ្មានពាក្យអ្វីត្រូវនិយាយជាមួយគេទេព្រោះនៅពេលដែលយើងនិយាយក៏គ្មានអ្នកណាចាំស្ដាប់យើងដែរមនុស្សភាគច្រើនគេរាប់គេស្ដាប់តែអ្នកមានគ្នាគេអ្នកក្រគួរតែប្រឹងរកស៊ីឲ្យមានកុំសូវរាប់អានញាតិច្រើនពេកព្រោះញាតិដែលយើងរាប់អាននោះភាគច្រើនគេរាប់តែអ្នកមានគ្នាគេឬម្យ៉ាងវិញទៀតគេរាប់យើងតែនៅពេលដែលគេរាប់តែប៉ុណ្ណោះការយកចិត្តទុកដាក់គេចំពោះយើងគឺមិនមាននោះទេភាគច្រើនគេនិយាយជាមួយយើងនៅពេលដែលគេឃើញយើងនៅពេលដែលគេជៀសមិនបានតែប៉ុណ្ណោះហើយពាក្យថារាប់អានដោយមិនគិតពីផលប្រយោជន៍ពាក្យនេះគឺបានតែទ្រឹស្ដីនោះទេនៅពេលដែលយើងក្រជាងគេពេលខ្លះសំបីតែខ្ចីឆ្នាំងសាកទូរស័ព្ទគេអត់ចង់ឲ្យដែរពួកគេគិតថាខ្លាចយើងស៊ីដាច់